បុគ្គលិកមានការប្រយ័ត្នប្រយែងជាងមុននឹងរកការងារថ្មីតែអ្វីដែលគាត់ចង់បានពេលដែលគាត់សម្រេចថាដាក់ពាក្យរកការងារថ្មីក្រុមហ៊ុនល្អទីតាំងល្អប្រាក់បៀវត្សល្អបរិយាកាសល្អចាហើយចំណែកឯក្រុមហ៊ុនវិញគាត់តែងតែចង់បានក្រុមហ៊ុនដែលបុគ្គលិកបុគ្គលដែលមានសក្តានុពលខ្ពស់ប្រាក់ខែសមរម្យចាកុំខ្ពស់ពេកតែសមរម្យហើយមានឆន្ទៈក្នុងការរៀនហើយនឹងមានភាពបត់បែនចង់និយាយថាបន្ស៊ីខ្លួនទៅក្នុងបរិយាកាសថ្មីចាព្រោះកាលណាមកថ្មីយើងត្រូវប្រសង់ខ្លួនឯងចាសម្រាប់ខ្លួនឯងអ្វីដែលនៅខ្ទាស់គ្នាបន្តិចហ្នឹងគឺទី1បញ្ហាប្រាក់ខែចាបញ្ហាប្រាក់ខែក្រុមហ៊ុនចង់បានបុគ្គលិកល្អមានតម្រូវការខ្ពស់ពីបណ្ដាក្រុមហ៊ុនផ្សេងទៀតបុគ្គលិកល្អគាត់ដឹងថាគាត់អាចធ្វើអីបានគាត់អាចផ្ដល់អីបានសម្រាប់ក្រុមហ៊ុនដែលគាត់ធ្វើការឲ្យគាត់មានតម្រូវការប្រាក់ខែខ្ពស់អញ្ចឹងពីហ្នឹងពេលខ្លះបើសិនជាក្រុមហ៊ុនមិនសូវមានភាពបត់បែនគឺពិបាកក្នុងការបន្ស៊ីឲ្យគាត់ទៅគូផ្គងឲ្យគាត់ណាព្រោះពេលដែលត្រូវនឹងអ្វីដែលជាការផ្ដល់ឲ្យរបស់គាត់ហ្នឹងប្រាក់ខែហ្នឹងគឺអត់ទាន់ត្រូវកម្រិតស្តង់ដារគុណភាពនិងគុណវុឌ្ឍបុគ្គលិកហ្នឹងវិញតែអញ្ចឹងធ្វើឲ្យយើងហ្នឹងចាសូមស្វាគមន៍នៅក្នុងកម្មវិធីវេទិកាធុរកិច្ចនៅក្នុងវគ្គបញ្ចប់ចាហើយវគ្គបញ្ចប់នេះយើងមានអីកាន់តែពិសេសទៀតតែម្ដងចាពីព្រោះថាអ្វីដែលសំខាន់នោះគឺ HR in មានសពគ្រប់ទាំងអស់ដែលយើងនិយាយភាសាសាមញ្ញថាមានមកកាផ្លេឬមានមកឈុតនៅក្នុងនឹងទាំងអស់ម្ដងចាអញ្ចឹងយើងជួបបន្តទៀតជាមួយនឹងបងសុខាចាបងឃើញថាតាំងពីវគ្គទី1ដល់វគ្គទី2ចាដល់វគ្គទី3នេះកាន់តែពិសេសទៀតហើយចាអញ្ចឹងនៅក្នុងនេះនាងខ្ញុំចង់ឲ្យបងជួយជំរាបជូនពីព្រោះថាកិច្ចការងាររបស់បងដែលបានរៀបចំឬក៏ចាប់ផ្ដើមដំណើរការងារនោះ20ឆ្នាំកន្លងមកហើយចាឥឡូវបច្ចុប្បន្ននេះយើងឆ្នាំ2025ចានៅក្នុងនេះទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាពិសេសយុវជនដែលកំពុងតែស្វែងរកការងារចាសូមចាប់អារម្មណ៍ហើយចាប់ដើមត្រៀមបិចក្រដាស់ឬក៏អីផ្សេងៗដើម្បីកត់ចាអញ្ចឹងនាងខ្ញុំចង់ឲ្យបងជួយជំរាបជូនថាតើនិន្នាការទីផ្សារការងារនៅក្នុងប្រទេសយើងឆ្នាំនេះណាឆ្នាំ2025នេះយ៉ាងណាដែរបងចាអរគុណចាសម្រាប់និន្នាការទីផ្សារការងារយើងឃើញថាពេលចាប់ផ្ដើមយើងនិយាយថយក្រោយបន្តិចចាកូវីដមកដល់ហាក់ដូចជាមានការប៉ះទង្គិចច្រើនគ្រប់វិស័យតែក៏មានវិស័យមួយចំនួនហ្នឹងដែលលូតខ្លាំងអញ្ចឹងណាដូចជាវិស័យដឹកជញ្ជូនព្រោះពេលហ្នឹងយើងទៅណាត់ការទៅយើងត្រូវការដឹកជញ្ជូនច្រើនហើយវិស័យធនាគារហើយវត្ថុអីហ្នឹងក៏មិនមានការថមថយខ្លាំងដែរព្រោះយើងត្រូវការតែមានចលនាវាទៅមុខទៀតតែងាកមកឆ្នាំ2023ចុង2023ហើយ2024នៅពេញមួយឆ្នាំយើងសង្កេតឃើញថាមានការថមថយខ្លះទៅនឹងកម្លាំងនៃការជ្រើសរើសបុគ្គលិកអញ្ចឹងណាចាហើយនឹងសម្រាប់អ្នកដែលរកការងារធ្វើនោះក៏គាត់មានអារម្មណ៍ថាមិនសូវជាសុវត្ថិភាពខ្ពស់ពេកក្នុងការដែលគាត់ធ្វើការផ្លាស់ប្ដូរការងារចាអញ្ចឹងមុននឹងគាត់ចាប់អារម្មណ៍ថាគាត់ចង់រកការងារធ្វើថ្មីមូលហេតុ1 2 3គាត់ហាក់ដូចជាគិតថាមូលហេតុហ្នឹងច្រើនជាងមុនចាអញ្ចឹងណាចាត្រឡប់មកសំណួរវិញអញ្ចឹងតាមរយៈដែលការទៅចូលរួមច្បាប់ថវិកាជាតិរបស់យើងដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាល់ឆ្នាំហើយចុងក្រោយនេះខ្ញុំចូលរួមបាន2ឆ្នាំឆ្នាំ2024យើងឃើញថាមានកំណើនវិស័យធំអតិភិបមួយចំនួនដែលក្នុងនោះយើងឃើញថាមានកំណើនវិស័យកម្មន្តសាលទាំងកាត់ដេរនិងមិនកាត់ដេរហើយនឹងវិស័យកសិកម្មផលិតកម្មវិស័យសេវាកម្មទ្រទ្រង់វិស័យនានាហ្នឹងហើយនឹងមានវិស័យទេសចរនិងបដិសណ្ឋារកិច្ចផងដែរចាអញ្ចឹងវិស័យទាំងអស់ហ្នឹងនៅបន្តមានកំណើនហើយព្យាករថានឹងមានកំណើនយើងដែរចាហើយបើយើងក៏លេខអានេះលក្ខណៈរៀងទលាយបែបម៉ាក្រូចាហើយបើយើងមើលមកលក្ខណៈអនុវត្តផ្ទាល់ឬក៏លក្ខណៈខាងក្នុងវិញជាក់ស្ដែងវិញគឺនៅក្នុងគេហទំព័ររបស់យើង hrinjobs.com ហ្នឹងខ្ញុំបានស្រង់យកទិន្នន័យមួយចំនួនឃើញថាឆ្នាំ2024 2025ហ្នឹងវិស័យធំដែលតែងតែមានតម្រូវការជ្រើសរើសបុគ្គលិកបានន័យថាគាត់ផ្សព្វផ្សាយបុគ្គលិកជារឿយជាញឹកញាប់ជាងគេអញ្ចឹងណាអញ្ចឹងវិស័យឈានមុខហ្នឹងយើងឃើញថារៀងវិស័យអប់រំហ្នឹងដូចយើងមានសន្ទុះការឡើងគួរសមចាហើយនឹងវិស័យផ្នែកចែកចាយប្រោតទៅលើផ្នែក
ភេសជ្ជៈហើយនឹងម្ហូបអាហារហ្នឹងក៏មានការជ្រើសរើសបុគ្គលិកគួរសមដែរហើយនឹងវិស័យផ្នែកកម្មន្តសើដឹកជញ្ជូនសេវាកម្មធនធានមនុស្សហើយនឹងស្តៀងទៅនឹងអ្វីដែលជាទិន្នន័យរបស់ខាងក្រសួងរ៉ាយរាប់ខាងលើដែរក៏មានវិស័យខាងទេសចរខាងធនាគារហើយនឹងរ៉ៃវត្ថុផងដែរចាអញ្ចឹងឃើញថានៅមានទេការងារគេជានៅជ្រើសរើសទេតែគ្រាន់តែថាលក្ខណៈពីក្រុមហ៊ុនវិញណាថវិកាហាក់ដូចជាប្រយ័ត្នប្រយែងជាងមុនអញ្ចឹងរបៀបនៃការជ្រើសរើសគាត់ហ្នឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងតំណែងខ្លះគាត់មានថវិកាពឹងឲ្យក្រុមហ៊ុនជាជំនាញក្នុងការជ្រើសរើសជួយរើសឲ្យតែតំណែងខ្លះគាត់អត់មានទេអញ្ចឹងគាត់ត្រូវមានវិធីក្នុងការជ្រើសរើសតាមរយៈការផ្សព្វផ្សាយលើគេហទំព័រការងារឬក៏តាមរយៈអីផ្សេងទៀតដែលអាចជួយសន្សំថវិកាក្រុមហ៊ុនបានចាហើយកលេចមកតាក់ទងនឹងការងារវិញអានេះយើងមើលទៅលើវិស័យក្រុមហ៊ុនចុះអាការងារវិញការងារអីដែលគេតែងតែរកញាប់ញាប់ចាអញ្ចឹងយើងឃើញថាការងារផ្នែកលក់ហ្នឹងវានៅតែឈានមុខគេចាហ្នឹងហើយអញ្ចឹងការងារអីក៏ដោយគឺដើម្បីដំណើរការទៅមុខវឌ្ឍនភាពទៅមុខបានគឺត្រូវតែមានអ្នកលក់ហ្នឹងហើយទាំងសេវាកម្មទាំងផលិតផលហើយក្រៅពីហ្នឹងគឺគណនេយ្យហិរញ្ញវត្ថុតំណែងគ្រប់គ្រងហើយផ្នែកទីផ្សាររដ្ឋបាលឈានទៅដល់ផ្នែកវិស័យផ្នែកការងារខាងអប់រំណាដូចថានយោបាយសាលាឬក៏គ្រូឬអីមួយចំនួនអញ្ចឹងក៏មានរៀងគួរសមដែរនេះយើងនិយាយពីវិស័យឯកជនតិចដោយសារយើងគ្រប់គ្រងគាត់ក្នុងការរើសបុគ្គលិកចាតែអប់រំហើយក៏មានផ្នែកវិស្វករហើយផ្នែកសេវាខាង call center យើងហៅថាអតិថិជនតាមទូរស័ព្ទអញ្ចឹងចុះសេវាអតិថិជនដល់តាមទូរស័ព្ទហើយនឹងធនធានមនុស្សចាធនធានមនុស្សគឺនៅក្នុងខាងលើគេ10ណាសំខាន់ណាដូចថា top 10ដែរចាបុគ្គលិកមានការប្រយ័ត្នប្រយែងជាងមុននឹងរកការងារថ្មីតែអ្វីដែលគាត់ចង់បានពេលដែលគាត់សម្រេចថាដាក់ពាក្យរកការងារថ្មីក្រុមហ៊ុនល្អទីតាំងល្អប្រាក់បៀវត្សល្អបរិយាកាសល្អចាហើយចំណែកឯក្រុមហ៊ុនវិញគាត់តែងតែចង់បានក្រុមហ៊ុនដែលបុគ្គលិកបុគ្គលដែលមានសក្តានុពលខ្ពស់ប្រាក់ខែសមរម្យកុំខ្ពស់ពេកតែសមរម្យហើយមានឆន្ទៈក្នុងការរៀនហើយនឹងមានភាពបត់បែនចង់និយាយថាបន្ស៊ីខ្លួនទៅក្នុងបរិយាកាសថ្មីចាព្រោះកាលណាមកថ្មីយើងត្រូវប្រសើរខ្លួនឯងចាសម្រាប់ខ្លួនឯងអ្វីដែលនៅខ្ទាស់គ្នាបន្តិចហ្នឹងគឺទី1បញ្ហាប្រាក់ខែចាបញ្ហាប្រាក់ខែក្រុមហ៊ុនចង់បានបុគ្គលិកល្អមានតម្រូវការខ្ពស់ពីបណ្ដាក្រុមហ៊ុនផ្សេងទៀតបុគ្គលិកល្អគាត់ដឹងថាគាត់អាចធ្វើអីបានគាត់អាចផ្ដល់អីបានសម្រាប់ក្រុមហ៊ុនដែលគាត់ធ្វើការឲ្យគាត់មានតម្រូវការប្រាក់ខែខ្ពស់អញ្ចឹងពីហ្នឹងពេលខ្លះបើសិនជាក្រុមហ៊ុនមិនសូវមានភាពបត់បែនគឺពិបាកក្នុងការបន្ស៊ីឲ្យគាត់ទៅគូផ្គងឲ្យគាត់ណាព្រោះពេលដែលត្រូវនឹងអ្វីដែលជាការផ្ដល់ឲ្យរបស់គាត់ហ្នឹងប្រាក់ខែហ្នឹងគឺអត់ទាន់ត្រូវកម្រិតស្តង់ដារគុណភាពនិងគុណវុឌ្ឍបុគ្គលិកហ្នឹងវិញតែអញ្ចឹងធ្វើឲ្យយើងហ្នឹងត្រូវមានការសម្របសម្រួលមួយចំនួនដែរចាក្នុងការឲ្យយោបល់ផ្សេងណាចានឹងយើងបើកវងចរបន្តិចប៉ុណ្្នឹងចុះហើយមួយវិញទៀតគឺក្នុងបរិបទបរិយាកាសទីផ្សារប្រកួតប្រជែងខ្ពស់ប្រព័ន្ធ digital នៅសឹងតែគ្រប់ការងារទាំងអស់ទាំងផ្នែក sale ផ្នែក account ដែលខ្ញុំលើកឡើងមិញ10ហ្នឹងណាគឺត្រូវការឲ្យយើងពង្រឹងជំនាញមួយទៀតគឺជំនាញ digital ឬក៏ជំនាញគេហៅថាម៉េច digital អញ្ចឹងទេចាជំនាញ digital អញ្ចឹងលក់ពីមុនយើងធ្វើបែបម៉េចតែឥឡូវហ្នឹងគឺអត់ទេត្រូវតែចេះអា social media ត្រូវតែចេះអាប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹងដើម្បីជំរុញការលក់របស់គាត់អញ្ចឹងហ្នឹងហើយត្រូវដឹងថាឥឡូវហ្នឹងអតិថិជននេះឬក៏បុគ្គលទូទៅគេនៅតាណាយើងមិនអាចដើរទៅរកគេតាមវិធីសាស្ត្រចាស់ទេអញ្ចឹងត្រូវទៅបរិងផ្នែកហ្នឹងហើយសម្រាប់ការងារផ្សេងទៀតឥឡូវប្រព័ន្ធរបស់ខ្ញុំនិយាយប្រព័ន្ធច្រើនថ្ងៃហ្នឹងអញ្ចឹងពេលដែលយើងជ្រើសបុគ្គលិកមកធ្វើការឬក៏ក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកទៅធ្វើការហ្នឹងគណនេយ្យក៏គេមានប្រព័ន្ធធនធានមនុស្សក៏គេមានប្រព័ន្ធទីផ្សារក៏ត្រូវមានប្រព័ន្ធចាតោះពេលអញ្ចឹងបើសិនជាយើងមិនអភិវឌ្ឍខ្លួនយើងឲ្យចេះចាប់យកអីដែលជាថ្មីហ្នឹងទេជាពិសេសជំនាញ digital ហ្នឹងក្នុងនាមយើងជាអ្នកស្វែងរកការងារក៏អាចនឹងជួបបញ្ហាប្រឈមមួយចំនួនដែរចាហ្នឹងហើយច
chẳng cho miền Tây nắng chả chẳng bảo tam pasah bỏ mê tha tì xa càng nghĩa nơi tại tụi lì bàn tay sầm khăn bấm hot ta bồ cô mà nè rồi còn nè đại spy đâu càng nghĩa phơi nướng bàn trim luôn này nơi đây cha nâng môi tiết sầm mẹ mà cha cầm hôn mà cha hạt chi cam được như đấy quạt bàn trim luôn nơi nông cà tụi tua rồi có cà cho cha khiอย่างvậy đây bị phù thà định bông lực lại nhưng nè đại đâu càng nghĩa phơi quạt miến tùm nố từ độ bài đi mùi đầm rơi cá bò cọt đập bên mà cha hạt chi và cám có cho ban đầm rơi cá rồi có tùm nố bò cọt bài mùi đầy chẳng bên hàng cá bánh xì kia cha rồi có chặt chè kia tùm nẹt tùm nông đôi bom miền Bắc bị hàng đám vật chia sầm khăn chẳng vậy đại sầm khăn mới tiết đôi bom miền Bắc bài mình chẳng cứ lẹ cái digital đây sầm này ba chập bón nhưng ai vậy ban tha cái hai sầm AI không nữa đây như cái nhom trên năm tay lưu dụ vậy còn gì tha sầm AI cha rồi còn sầm digital chẳng này cái này cái nhom xong xa cho một tích đá tại không cầm hồn bỏ bom phủ bom ban miền Bắc bị hàng đám mày chẳng là không dục sầm AI này taក្រុមហ៊ុនបោះបង់នឹងត្រៀមខ្លួនយ៉ាងម៉េចដែរសម្រាប់ពេលអនាគតទៀតចឹងតើយើងត្រូវរៀបចំអាដាប់ខ្លួនយ៉ាងម៉េចក៏បាត់បែនយ៉ាងម៉េចអីយ៉ាងម៉េចជាទិសដៅទៅអនាគតចាសូមអរគុណហ្នឹងហើយពេលខ្ញុំនឹកឃើញតាក់ទងនឹងវិវត្តនភាពនៃសង្គមយើងមកដល់សម័យ AI ឬក៏ digital ហ្នឹងខ្ញុំស្ញប់ស្ញែងស្ថាបនិករបស់ខ្ញុំសន្តារាគាត់នៅរស់រានមានជីវិតហើយគាត់គិតច្រើនណាស់ហើយគាត់គិតឃើញតាំងពី2017គាត់ថាដល់ពេលដែលយើងត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់យើងខាងក្នុងហើយអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរកុំព្យូទ័រយើងមកជាលក្ខណៈតូចមកជាលក្ខណៈ laptop ហើយយើងងាយស្រួលផ្លាស់ប្ដូរទីតាំងបានក្នុងការធ្វើកិច្ចការចាបត់បែនក្នុងការផ្ដល់សេវាកម្មអតិថិជននោះណាហើយមួយទៀតគឺទិន្នន័យរបស់យើងទាំងអស់យើងរុញពេលនឹងដែរយើងចាប់ផ្ដើមរុញទៅ cloud ចាអញ្ចឹងបានន័យថារុញទៅ cloud គឺទី1សុវត្ថិភាពដល់ន័យថាបើយើងទុកនៅទីតាំងមានហានិភ័យឯកើតឡើងគឺវាបាត់បង់វាមានតែប៉ុណ្្នឹងតែនេះគឺវានៅ cloud ហើយមួយទៀតយើងចង់ធ្វើការពីណាក៏បានពីផ្ទះក៏បានយើងហោះហើរទៅប្រទេសក្រៅយើងមានប្រជុំយើងមានអីគឺយើងមានតែកុំព្យូទ័រយួរដៃយើងហ្នឹងយើងអាចធ្វើការបានចាហើយចំណែកឯប្រព័ន្ធចង់និយាយថាយើងមើលឃើញថាដើម្បីយើងផ្ដល់សេវាទៅអតិថិជនយើងអតិថិជនខ្លះគាត់លក្ខណៈថាអន្តរជាតិអញ្ចឹងគាត់មានប្រព័ន្ធរបស់គាត់ចាអញ្ចឹងគាត់ត្រូវការភ្ជាប់ប្រព័ន្ធយើងនឹងប្រព័ន្ធគាត់ទៀតអញ្ចឹងយើងពីមួយឆ្នាំទៅមួយឆ្នាំពីគម្រោងមួយទៅគម្រោងមួយយើងរៀនអត់ឈប់ឈរចាហើយនឹងបន្តនៅការច្នៃប្រឌិតហើយនឹងអភិវឌ្ឍថ្មីហ្នឹងគឺយើងតែងតែបត់បែនហើយយើងធ្វើបានច្រើនកន្លងមកតាំងពីឥឡូវហ្នឹងយើងមានអីគេយើងមានប្រព័ន្ធគ្រប់គ្រងវត្តមានដែលប្រព័ន្ធហ្នឹងយើងដាក់ឲ្យប្រើខាងក្នុងផងយើងដាក់ឲ្យប្រើអតិថិជនយើងផងអញ្ចឹងហ្នឹងហើយហើយប្រព័ន្ធមួយទៀតគឺប្រព័ន្ធតាក់ទងនឹងការគ្រប់គ្រងទិន្នន័យបុគ្គលិកប្រព័ន្ធធនធានមនុស្សនឹងតែម្ដងគ្រប់គ្រងធនធានមនុស្សប្រព័ន្ធក្នុងការសុំច្បាប់ពីទូរស័ព្ទដៃរបស់យើងងាយស្រួលក្នុងការសុំក្នុងការសម្រេចអនុម័តច្បាប់ផ្សេងប្រព័ន្ធមួយទៀតគឺប្រព័ន្ធបើកប្រាក់ខែចាហើយយើងនឹងមានបន្តទៅទៀតហើយដែលខ្ញុំគិតថាអានឹងយើងមិនអាចឈប់ធ្វើនឹងយើងត្រូវតែអភិវឌ្ឍវាឲ្យវាកាន់តែងាយស្រួលប្រើកាន់តែមានប្រសិទ្ធភាពចំណេញពេលចំណាយពេលតិចជាងមុនហ្នឹងគឺជាចំណុចប្រកួតប្រជែងសំខាន់ដែលយើងអាចឈរជើងនៅកន្លែងនេះឲ្យបានគិតថាខ្ញុំនិយាយខាងមុនហ្នឹងខ្ញុំមើលឃើញ30ឆ្នាំទៀតនៅឃើញ50ឆ្នាំទៀតនៅតែមានកម្លាំងចិត្តធ្វើដរាបណាមានការគ្រប់គ្រងហើយនឹងដរាបណាខួរក្បាលយើងនៅបន្តគិតច្នៃប្រឌិតទាំងអស់ហ្នឹងហើយចាចឹងឃើញថាបើតាមភាសារបស់បងសុខាគឺថាក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយមែនតើចាដូចបងមានភាសាអំបញ្ញមិញចឹងគឺចាប់បេះដូងដែរថា touch heart ដែរបងមានថាទោះបីជា30ឆ្នាំទៅមុខទៀត50ឆ្នាំទៅមុខទៀតបើសិនតែយើងនៅតែមានសក្តានុពលឬក៏មានកម្លាំងក្នុងការធ្វើឬក៏ជួយទៅដល់សង្គមជាតិយើងឬក៏ជួយទៅដល់អ្នកដែលគាត់កំពុងស្វែងរកការធ្វើនៅតែធ្វើទៀតបងហ្នឹងចាអ្វីដែលសំខាន់នោះគឺសក្តានុពលរបស់ក្រុមហ៊ុន HR In ហ្នឹងគឺបានអាប់ដេតធ្វើការគេហៅថាបច្ចុប្បន្នភាពចារហូតឥតឈប់ឈរស្របតាមបច្ចេកវិទ្យារបស់យើងនេះគឺ AI ចាអញ្ចឹងឃើញថាអ្វីក៏ដោយដែលបងបានលើកឡើងបាញ់ហ្នឹងគឺសុទ្ធតែប្រព័ន្ធចាប្រព័ន្ធ system អីផ្សេងៗក្នុងការគ្រប់គ្រងបុគ្គលិកក្នុងការរៀបចំអីប្រព័ន្ធប្រាក់ខែអីគ្រប់យ៉ាងទាំងអស់គឺ system ចាប៉ុន្តែយើងតើយើងត្រៀមខ្លួនរួចហើយនៅក្នុងការទទួលយកឬក៏ក្នុងការរៀនសូត្រដូចបងបានមានភាសាបាញ់មិញអញ្ចឹងគឺរៀនឥតឈប់ឈរអញ្ចឹងយើងត្រូវតែរៀនសូត្រឬក៏បត់បែនទៅតាមសម័យកាលនីមួយៗចាធ្វើមិនក៏ដោយឲ្យគេហៅថាមានទីផ្សារចាឬក៏មានអត្ថប្រយោជន៍ឬក៏ស្របទៅនឹងសង្គមជាតិរបស់យើងចាអ
ចឹងឃើញថា HR in មានគ្រប់សពទាំងអស់ធម្មតាសេវាកម្មល្អចាមានបុគ្គលិករស់រាយរាក់ទាក់ហើយមានបងដូចជាលក្ខណៈមួយថាជ្រើសរើសនៅបុគ្គលិកអីផ្សេងៗហ្នឹងបងអញ្ចឹងបើសិនជាគាត់ចង់តំណែងទៅខាងក្រុមហ៊ុន HR in Cambodia ឬក៏តំណែងទៅបងថាតើគាត់អាចស្វែងរកតាមវិធីណាបានចាចាសូមអរគុណហ្នឹងហើយសម្រាប់ក្រុមហ៊ុនយើងខ្ញុំគឺ HR INC Cambodia ហៅកាត់ថា HR in Cambodia នេះគឺមានទីតាំងនៅនឹងតាំងពីឆ្នាំ2012នៅកន្លែងដដែលទេចានៅម្ដងវាមានឯករាជ្យហ្នឹងគឺមានអាស័យដ្ឋានផ្ទះលេខ10ផ្លូវអង្គញាវិថីអង្គញាពេជ្រឬក៏ផ្លូវលេខ242សង្កាត់ចាតុមុខខណ្ឌដូនពេញចាហើយលេខទំនាក់ទំនងគឺ023 211 437ឬក៏ Telegram ឆាតលេខនេះខ្ញុំផ្ទាល់បានចា078 83ដង242ចាចាអរគុណបន្ថែមពីនេះយើងឃើញថាសម័យបច្ចុប្បន្នដូចបងបានមានប្រសាសន៍8មិញអញ្ចឹងសម័យ digital បងមានគេហទំព័រឬក៏ social media Facebook អីផ្សេងៗបងអាចជំរាបជូនបានដើម្បីគាត់ follow ឬក៏តាមដាននៅព្រឹត្តិការណ៍សំខាន់ៗក៏ដូចជាការស្វែងរកការងារធ្វើដែរចាប្រកបណាស់សម្រាប់គេហទំព័រគឺជាបណ្ដុំស្រាប់ហើយអញ្ចឹងបើសិនជាមិនប៉ះសិនទេចង់ឲ្យលើកទឹកចិត្តតែម្ដងចាលើកទឹកចិត្តឲ្យអ្នកស្វែងរកការងារទាំងអស់ចូលរួមបង្កើតជាគណនីក្នុងការស្វែងរកការងាររបស់ខ្លួនមួយនៅក្នុងគេហទំព័ររបស់យើងគឺ HRIncjobs មាន s ណា .com ចាអញ្ចឹងបើសិនតែយើងវាយពី HRIncjob ឬក៏ HRInc Cambodia នៅលើគេហទំព័រឬក៏នៅលើបណ្ដាញសង្គមយើងទាំងយើងនឹងឃើញចាយើងនឹងឃើញវត្តមាននៅទីនោះចារងចាំជួបពេលនឹងទទួលស្វាគមន៍អ្នកទាំងអស់គ្នាជានិច្ចចាអរគុណណាស់បងសុខានៅក្នុងកម្មវិធីយើងនាសប្តាហ៍នេះក៏បានឈានទៅដល់ទីបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់មិនភ្លេចទេចាអរគុណបងចាដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីវេទិកាធុរកិច្ចថ្ងៃនេះហើយបងបានបញ្ជ្រាបនៅព័ត៌មានសំខាន់ជាពិសេសគេហៅថាព័ត៌មានដែលចាំបាច់សម្រាប់ទាំងធុរជនឬក៏អ្នកដែលគាត់ជាម្ចាស់អាជីវកម្មឬក៏ទស្សនិកជនឬក៏យុវជនដែលគាត់កំពុងតែស្វែងរកការងារធ្វើចាអញ្ចឹងសុទ្ធតែជាព័ត៌មានដែលសំខាន់ទាំងអស់ជូនទៅដល់ពួកគាត់អរគុណហើយជូនពរបងកាន់តែទទួលបាននៅជោគជ័យក៏ដូចជាបំពេញនៅតម្រូវការផ្សេងៗទាំងអស់របស់អតិថិជនចាជាពិសេសមួយទៀតនេះគឺសុខភាពល្អអរគុណដូចគ្នាចាទ្រទស្សនិកជនជាទីមេត្រីនៅក្នុងកម្មវិធីវេទិកាធុរកិច្ចនាសប្តាហ៍នេះបានដល់ទីបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់មិនភ្លេចនឹងថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់ទស្សនិកជនទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាតាមរយៈប្រធានបទនៅថ្ងៃនេះទូរទស្សនិកជនទាំងអស់គ្នានឹងទទួលបាននូវព័ត៌មានសំខាន់ចាំបាច់នៅក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាជួយសម្រួលទៅដល់ចាធុរកិច្ចឬក៏អ្វីដែលជាជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងបានទាំងអស់គ្នាហើយកុំភ្លេចដែរគឺចូលរួមជាមួយនឹង HR in ចាដើម្បីការអភិវឌ្ឍឬក៏ការរីកចម្រើនទៅមុខឥតឈប់ឈរទាំងអស់គ្នាចាបើសិនជាមានពាក្យពេចន៍ខុសឆ្គងដោយប្រការណាមួយនៅក្នុងកម្មវិធីក៏សូមខន្តីអភ័យទោសខណៈនេះនាងខ្ញុំម៉ារីរួមជាមួយនឹងចាបងសុខាសូមអរគុណនិងសូមគោរពលា